menu bal thử chuyện này đi giờ đó bung tầm muối ngay to muối nó tiếng em vừa đây bằng bồn passport si muối tầm rong sạch bao mà em giờ đó mà em mong đi cà pa Brighton đi cà pa ấy em mà mua còn sốt cho một crop hay xây tiết và cứ miền là cá sốt là cá ấy chứ nè ở đây pe tăng thì phí ở Spurs tam muối mà tí mà mình 8 4 ở đây pe tí cái Spurs đã pi muối hay bàn delete bà tét cho trong mong ở đây là mình hôi chật khang mong bồn màตลอดmenu គឺ C មកគ្រាប់ហើយអត់ចេះប្រឹង C គ្រាប់ទី2តើគេតាមមួយស្មើពីស្មើអីចឹងមិនចាប់ផ្ដើមលេឡាបុកគ្រាប់និយាយទៅហេតុតែជាក្រុមស្រឡាញ់បាទយើងធំនឹងឈឺចិត្តឈឺអីចឹងទៅបាទតែបើថ្ងៃនេះអត់មានអ្វីដែលមានមើលឃើញគឺអត់មានមិនថាបន្ទោសខ្សែបម្រើថ្ងៃនេះខ្សែបម្រើមែនយូគាត់ធ្វើបានល្អហើយគ្រាប់ដែលស្ពើតាមស្មើហើយសេស្កូគាត់ដូរចូលគាត់ត្រូវសុទ្ធឈ្នះ 2-1 កន្លែងហ្នឹងបាទម៉ោនគាត់ប៉ះវាយកែងមកបានស្អាតមែនទែនតែសេស្កូគាត់អត់ចេះអូសបាល់យកទៅសុទ្ធអត់ចេះអូសបាល់យកទៅសុទ្ធឲ្យខ្សែការពារគេស្លាយហើយគាត់របួសដូរចេញទៀតហើយអត់មានស្រឡាញ់ស្កូទុកចិត្តសេស្កូទៅពេលសេស្កូដូចចឹងអត់មានចប់មកដំបូងណាខ្សែបម្រើអត់សូវប៉ះបាល់ឲ្យគាត់លេងទៅពេលខ្សែបម្រើប៉ះឲ្យលេងហើយហ្នឹងឥឡូវគាត់ឆ្នៃចេញឲ្យគ្រាប់បានរហូតដល់ស្ពើទាញហើយអូបងប្អូននៅពេលដែល Sesko គាត់ដូរចេញហ្នឹង Man U ស្មើនឹងលេងគ្នា10នាក់អី Man U ដូរ5នាក់ហើយដល់ពេល Sesko គាត់របួសអត់មានលីសបជីកីឡាករណាដូរទៀតទេអញ្ចឹង Man U ចាប់ពីនាទី85ទៅក៏83ទៅគឺ Man U លេង10នាក់ទល់នឹង11នាក់មួយ Spurs បាទរហូតដល់ Spurs ស៊ី2-1បាទទើប Matthew Delete អូបាទពេលហ្នឹងឡាមែនឡើងមកតែដែរតែ Delete បាទគាត់តែចូលទៅបាន2-2សរុបមកបានមកពុងហើយមាននៅតែទើសចិត្តបន្តិចថ្នាក់ចិត្តបន្តិចបាទមិនថាទើសតលឯខ្លាំងទេថ្នាក់ចិត្តបន្តិចត្រង់គូញ៉ាបាទគូញ៉ាថាគាត់ប្រយុទ្ធគាត់លេងសុទ្ធអីចឹងគាត់តែគាត់អត់សូវមានបាល់សំណាងដល់ពេល Bruno ដដែលបាទ Bruno គាត់លេងកដាលគាត់គួរចូលដេញប្រេសប្រហែលឆ្នាំមុនគាត់នៅចេះដេញប្រេសឥឡូវគាត់អត់សូវដេញប្រេសឲ្យបាល់គាត់មានមកឱកាសតង់ទី2ដែលគួរតែស៊ី Spurs បាន2-0ណាគឺគាត់ត្រូវចែកបាល់ឲ្យ MMU Bruno អត់ចែកទៀតបាទគាត់សុទ្ធខ្លួនឯងឡើងទៅលើឯណាជាងក្រៅបាត់ចឹងចប់មកសរុបមកវិញ5ប្រកួតដែល Man U ឈ្នះ Sunderland 2-0 ឈ្នះ Liverpool 2-1 ឈ្នះ Brighton 4-2 បាទប្រកួតទី4ស្មើ Nottingham 2-2 ប្រកួតទី5ស្មើ Spurs 2-2 Man U នៅតែអត់ទាន់ចាញ់ល្អបាទគ្រាន់ថាយកលេខ2អត់បានហើយប្រិមត្តម្នាក់នៅអង់គ្លេសគាត់កាត់ស្អត់បានបាទបើគាត់ជា fan Skal fan នេះគាត់កោទាំងហោមអូខេបងប្អូនបាទឥឡូវប៉ុណ្្នឹងកុំឲ្យមាននិយាយច្រើនទេតឹងធុងបាទចាំតាមដានប្រកួតក្រោយតែប្រកួតក្រោយអាទិត្យក្រោយនោះអត់លេងទេបាទ FIFA Day បាទទៅលេង International Break ជំរុំ World Cup មិត្តភាពអន្តរជាតិអីចឹងប្រកួតក្រោយ Man U ដូចប៉ះគេអូជួយឆៃបងនេះមើលចាំតិចអត់មានឆៃមើលបាទប្រកួតចុងក្រោយ Man U ប៉ះអីនេះចាំតិចគ្រាន់តែអាទិត្យក្រោយហ្នឹងគាត់លេងទេបាទហើយត្រឡប់ពី FIFA Day 2អាទិត្យបាទទៅ Man U លេងវិញបាទមើលប៉ះគេបាទឥឡូវចាំឲ្យមានផុសថ្ងៃក្រោយទៀតបាទប៉ុណ្ណឹងបានហើយបងប្អូនអរគុណជួបគ្នាវីដេអូក្រោយបាទ